ជំនុនទឹកភ្លៀងនៅប៉ោយប៉ែតពលរដ្ឋបញ្ចេញមតិថាដោយសារលូមានតិចហើយលូខ្លះទំហំតូចពេកមិនត្រូវស្តង់ដារក្រោយជំនុនទឹកភ្លៀងបានស្រកទៅអាជ្ញាធរក្រុងប៉ោយប៉ែតបានចាប់ផ្ដើមយកគ្រឿងចាក់កាយសម្រាមនិងកាកសំណល់នៅចំណុចលូនិងប្រឡាយផ្លូវទឹកមួយចំនួនក្នុងសង្កាត់ចំនួន3នៃក្រុងប៉ោយប៉ែតគឺសង្កាត់ប៉ោយប៉ែតសង្កាត់ផ្សារកណ្ដាលនិងសង្កាត់អូជ្រៅប៉ុន្តែការអន្តរាគមន៍នេះមិនទាន់មានប្រសិទ្ធភាពខ្ពស់ទេក៏ព្រោះតែប្រព័ន្ធបង្ហូរទឹកមិនមានគ្រប់គ្រាន់នៅឡើយម្យ៉ាងវិញទៀតស្ថានភាពទឹកអូរនៅច្រកព្រំដែនជាកន្លែងត្រូវបង្ហូរទឹកចេញក៏នៅមានទឹកពេញព្រៀបស្មើនៅឡើយចំណែកកណ្ដាប់ផ្លូវជាតិលេខ5ក៏កំពុងជួសជុលផងដែរចំណុចទាំងអស់នេះហើយដែលធ្វើឲ្យស្ទះដល់ចរន្តផ្លូវទឹកហូរនៅក្នុងតំបន់នេះទាំងមូលនៅព្រឹកថ្ងៃទី12ខែឧសភាឆ្នាំ2025នេះស្ថានភាពទឹកភ្លៀងបានបន្តធ្លាក់ជាបន្តទៀតនៅក្រុងប៉ោយប៉ែតខណៈដែលផ្លូវមួយចំនួនកំពុងនៅជន់លិចតិចតួចនៅឡើយលោកគៀតហ៊ុលអភិបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ថាស្ថានភាពទឹកជន់លិចលើដងផ្លូវបានធូរបន្តិចហើយតែប្រសិនបើមេឃនៅធ្លាក់ភ្លៀងកាន់តែយូរនោះអាចនឹងប្រឈមលិចបន្តទៀតប្រជាពលរដ្ឋក្រុងប៉ោយប៉ែតបានបញ្ចេញមតិថាប្រព័ន្ធលូប្រឡាយមិនទាន់មានច្រើនហើយលូខ្លះតូចពេកមិនចំស្តង់ដារទើបធ្វើឲ្យភ្លៀងខ្លាំងលិចយូរសូមបញ្ជាក់ថាភ្លៀងបានធ្លាក់កាលពីថ្ងៃទី10ខែឧសភារយៈពេលជាង1ម៉ោងបណ្ដាលឲ្យលិចផ្ទះសម្បែងប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទាំងមូលរយៈពេលយូរដោយកន្លែងខ្លះលិចកម្រិតជាង1ម៉ែត្រក៏មានដែរ